មកទៀតហើយបងប្អូននិយាយទៅគឺបងប្អូនដឹងអត់ថាអារម្មណ៍ពេលព្រឹកឡើងគឺយើងសំខាន់តែម្ដងយើងពីមុនយើងអត់ដឹងដូចគ្នាអញ្ចឹងគឺយើងត្រូវមកដឹងយើងត្រូវមកយល់ពីអារម្មណ៍យើងពេលព្រឹកហ្នឹងហើយអារម្មណ៍ពេលព្រឹកនៅពេលដែលយើងចង់ស្រោបទាយើងចង់ស្រោបទាយើងចង់ជួបរឿងដែលល្អៗអញ្ចឹងគឺយើងត្រូវ control អារម្មណ៍របស់ខ្លួនយើងអាពេលព្រលឹមហ្នឹងឲ្យបាននៅពេលដែលយើងបើកភ្នែកមកព្រាបគឺយើងហាមប៉ះទូរស័ព្ទហ្នឹងហើយបងប្អូនដឹងអត់ថានៅពេលដែលយើងប៉ះទូរស័ព្ទនៅពេលដែលយើងចាប់ផ្ដើមបើកទូរស័ព្ទ Facebook TikTok ឬក៏បណ្ដាញសង្គមអីផ្សេងៗអញ្ចឹងទាំងរឿងដែលល្អទាំងរឿងដែលមិនល្អអញ្ចឹងគឺវាមកជាហូរហើយអញ្ចឹងចង់និយាយថានៅពេលដែលយើងចង់ស្រោបទាញនៅអ្វីដែលល្អអញ្ចឹងគឺយើងហាមប៉ះទៅយើងកុំប៉ះទៅអាពេលព្រលឹមបើកភ្នែកនឹងព្រាបអាពេលព្រលឹមបើកភ្នែកនឹងព្រាបយើងសុខចិត្តយកចិត្តកាយបេះដូងគឺក្បាលរបស់ខ្លួនយើងមក program នៅអ្វីដែលល្អវិញមកការសម្ដឹកដឹងបងគុណគ្រប់វត្ថុទាំងអស់ដែលយើងមានចង់និយាយថាមិនជាមុខរបរមិនថាជាអីទេគឺយើងត្រូវតែអរគុណដឹងគុណគ្រប់ពេលវេលាអញ្ចឹងគឺគេនឹងឲ្យផលយើងដល់អង្គុយនឹងស្មានដល់យើងកាត់ថាយើងអត់មើលទូរស័ព្ទយើងអត់អូសទូរស័ព្ទយើងយកចិត្តកាយបេះដូងរបស់ខ្លួនយើងនេះយកមកprogram យកមកនឹកគិតនៅអ្វីដែលល្អៗវិញថានៅពេលដែលថ្ងៃហ្នឹងគឺយើងនឹងមានរឿងអីដែលល្អចូលមកក្នុងជីវិតយើងអញ្ចឹងយើងយកមក program បែបហ្នឹងរាល់ថ្ងៃគ្រប់ពេលវេលា30នៅពេលដែលបាត់ផ្ទៃមកគឺយើងចាប់ផ្ដើមមក program ចង់មានអ្វីដែលល្អអញ្ចឹងគឺយើងមក program នៅអ្វីដែលល្អអញ្ចឹងណាហ្នឹងហើយខ្ញុំជឿជាក់ថានៅផ្ទះឬក៏នៅអីអញ្ចឹងវាអត់ដែលថាមានរឿងដែលល្អទាំងអស់ទេប៉ុន្តែគាត់ថាពេលខ្លះយើងត្រូវតែ control ឲ្យបាននៅពេលដែលយើង control អារម្មណ៍ពេលព្រឹកហ្នឹងគឺមួយថ្ងៃវល់ល្ងាចយើងនឹងសុខទីនៅអ្វីដែលល្អចូលមកក្នុងជីវិតយើងហើយជីវិតរបស់យើងរស់នៅប្រចាំថ្ងៃវាមិនដែលថាមានរឿងដែលល្អទាំងអស់ទេអញ្ចឹងគឺយើងនៅពេលដែលយើងជួបហើយគឺយើងដោះស្រាយគឺយើងនឹងមានកម្លាំងដើរទៅមុខទៀតមិនមែនថាអូនៅពេលដែលយើងជួបហើយយើងធ្វើឲ្យចិត្តកាយបេះដូងរបស់ខ្លួនយើងដេកដួលទៅលើអ្វីដែលអត់ល្អអញ្ចឹងយើងដឹងថាអ្វីដែលវាអត់ល្អអញ្ចឹងយើងដោះស្រាយគឺយើងនឹងដើរទៅមុខដោះស្រាយដើរទៅមុខយើងត្រូវតែប្រាប់ខ្លួនឯងគ្រប់ពេលវេលាជារៀងរាល់ថ្ងៃពួកអីសម្រាប់ខ្ញុំផ្ទាល់ក៏ខ្ញុំប្រាប់ខ្លួនឯងបែបហ្នឹងរាល់ថ្ងៃគ្រប់ពេលវេលាណាបងប្អូនហើយអញ្ចឹងហើយនេះហើយជាអារម្មណ៍ពេលព្រឹកអញ្ចឹងចង់ស្រូបទាញនៅអ្វីដែលល្អចង់មានរឿងដែលល្អគឺយើងត្រូវមកនឹកគិតនៅអ្វីដែលល្អអញ្ចឹងយើងនឹងស្រូបទាញនៅអ្វីដែលល្អចូលក្នុងជីវិតរបស់ខ្លួនយើងនិយាយទៅខ្ញុំមានតែប៉ុណ្្នឹងដែរចែករំលែកអារម្មណ៍ពេលព្រឹកគឺបែបហ្នឹងបងប្អូនគឺយើងសុខចិត្តយកពេលវេលាយើងមកនឹកគិតនៅអ្វីដែលល្អហើយបើសួរថាចេះយើងធ្វើមិនបានយើងដឹងថាចិត្តកាយយើងឲ្យធ្វើឲ្យអាចិត្តនៅខាងក្នុងយើងឲ្យសុបាយរីករាយបងប្អូននិយាយទៅសម្រាប់អ្នកអនុវត្តបាត់សុទាញយកថាការរំហាត់ប្រាណឬក៏ការលោតអីឲ្យរាងកាយយើងវាអត់ slow motion នៅពេលដែលរាងកាយយើងមានថាមពលចិត្តកាយយើងគឺនឹងមានគំនិតថាអូយើងចង់ធ្វើបែបនេះធ្វើបែបនោះអញ្ចឹងណាហ្នឹងហើយអញ្ចឹងហើយយើងយករំបើសម្រាប់អ្នកអនុវត្តបាត់សុទាញរំគឺសំខាន់តែម្ដងហើយរំមិនចាំបាច់ថាទល់មានពេលឬក៏ពេលព្រឹកពេលល្ងាចអីទេនិយាយទៅសម្រាប់មានពេលមកណាគឺយើងរំយើងលោតស្មានហ្នឹងហើយនិយាយទៅមួយថ្ងៃ2 3 ដង 4 5 ដងអីក៏រំទៅក៏លោតទៅឲ្យតែយើងមានពេលកាន់តែច្រើនកាន់តែល្អអញ្ចឹងហើយពីមុនខ្ញុំអត់សូវចេះនេះទេប៉ុន្តែឥឡូវគឺខ្ញុំត្រូវការឲ្យរាងកាយយើងមានថាមពលអញ្ចឹងគឺរឿងក្នុងការលោតការរំការធ្វើឲ្យរាងកាយយើងមានចលនាអញ្ចឹងយើងនឹងមានគំនិតថាយើងចង់ធ្វើអានេះធ្វើអានោះអត់ឲ្យរាងកាយយើងខ្ជិលទេអញ្ចឹងគឺខ្ញុំមានតែប៉ុណ្្នឹងដែរចែករំលែកដល់បងប្អូន